បើអាព្រាននោះត្រឡប់មកវិញពួកយើងនឹងចប់មិនខានបងស្រីសៀវអ៊ីខ្ញុំប្រាប់ហើយតើដើម្បីបងខ្ញុំអាចបោះបង់អ្វីគ្រប់យ៉ាងឆ្លើយឲ្យត្រង់មកតើក្នុងចិត្តបងមានរូបខ្ញុំដែរទេបើគ្មានទេខ្ញុំនឹងដើរចេញទៅភ្លាមមានល្អណាស់បងស្រីសៀវអ៊ីពួកយើងចូលក្នុងផ្ទះទៅបងទៅចាក់សោទ្វារសិនទៅបានហើយសៀងអ៊ីមិនស្រួលទេសៀងអ៊ីមានរឿងធំហើយឯងហេតុអ្វីឯងនៅទីនេះអញមកសួរសុខទុក្ខប្រពន្ធប្អូនអញតើតាចាំងមកទីនេះដើម្បីសុំទោសថែមទាំងយកសាច់ជ្រូកមកជូនទាអីគេជីវិតឡើយគឺមានតម្លៃត្រឹមតែសាច់ជ្រូកកន្លះគីឡូហ្នឹងឯងដឹងថាឡើយគឺទៅណាទេអីប្រហែលជាទៅលេងល្បែងនៅផ្សារបាត់ហើយឡើយគឺស្លាប់ហើយអីចឹងប្រពន្ធដ៏ស្រស់ស្អាតរបស់គេខ្ញុំក៏មានឱកាសដែរមែនទេល្អិតនេះហ៊ានមកដណ្ដើមស្រីជាមួយអញផងឯងចង់ងាប់មែនទេវ៉ាន់រូតាជៀនមានរឿងអីកើតឡើងពុកម៉ែចង់លួចប្អូនស្រីទាំងពីរហើយប្រញាប់ទៅជួយពួកគេទៅយំរកអីក្រៅពីស៊ីបាយទេគ្មានប្រយោជន៍អីបន្តិចសោះចេញឲ្យឆាប់ទៅប្រសើរជាងទុកនាំតែអស់បាយអាចនឹងបានប្រពន្ធពីរថែមទៀតផងកូនសម្លាញ់ឥឡូវជាពេលដែលកូនត្រូវលូតលាស់ត្រូវតែញ៉ាំឲ្យច្រើនទៅប្រឹងមាំពុកឯងបានតាក់ទងអ្នកទិញរួចហើយបន្តិចទៀតនឹងមានគេមកនាំពួកគេទៅផ្ទះបានហើយកុំបារម្ភអីច្បាស់ជាបានលុយច្រើនមិនខានទីគេមកបៃដំឡឹងមកពួកយើងយកមកជួសជុលផ្ទះនេះមិនដឹងដែរក្រែងលោបានប្រពន្ធមួយទៀតពួកឯងទាំងពីរមុខអាក្រក់ណាស់តែចេះយកសប្បុរសខ្ពស់ណាស់តាមពិតគឺជានាងចង្រៃនេះសោះនាងហ៊ាននាំអ្នកក្រៅមកមើលងាយគ្រួសារអញផងចាំមើលអញវីអញឲ្យងាប់នរណាគេនឹងអូយឯងជាអ្នកណាប្រញាប់ចេញទៅភ្លាមបើមិនដូច្នោះទេអញនឹងលាតត្រដាងរឿងនេះហើយប្រញាប់ចេញទៅបើមិនដូច្នោះទេខ្ញុំនឹងត្រូវគេឃើញអស់ហើយព្រះអើយខ្ញុំស្មានថាសម្រស់របស់លេនវ៉នរូស្អាតដូចបុប្ផាទៅហើយមិននឹកស្មានថាសម្រស់ប្អូនស្រីភ្លោះរបស់នាងរឹតតែគ្មានកន្លែងតបបែបនេះខ្ញុំចំណេញធំហើយសុទ្ធតែជាសាច់ឈាមបង្កើតដូចគ្នាតែបែរជាស្រឡាញ់កូនប្រុសដូចក្របពេជ្រហើយចិញ្ចឹមកូនស្រីដូចជាសត្វធាតុតើអ្នកសំធ្វើជាមនុស្សទេតើវាពាក់ព័ន្ធអីនឹងឯងតើកូនស្រីអាចយកមកប្រៀបជាមួយកូនខ្ញុំបានដែរឬស៊ីគឺជាបុណ្យរបស់វាណាស់ទៅហើយបើសិនជាវាដាច់ពោះស្លាប់ក៏មិនពាក់ព័ន្ធនឹងអ្នកដទៃដែរតើឯងជាអ្នកណាមកផ្ទះខ្ញុំធ្វើអីខ្ញុំ Rang Daejeon ថ្ងៃនេះនាំពួកគេទៅចង់នាំពួកគេទៅក៏បានប្រាក់20ដំឡឹងបើមិនអញ្ចឹងទេកុំសង្ឃឹមម៉ែពួកគេជាកូនស្រីបង្កើតរបស់ម៉ែណាពួកគេនៅក្មេងណាស់មិនក៏ម៉ែដាច់ចិត្តលូកពួកគេទៅផ្ទះបានអញ្ចឹងវានឹងបំផ្លាញជីវិតពួកគេអស់ហើយជីវិតពួកគេគឺខ្ញុំជាអ្នកសម្រេចបើសិនជាពួកឯងគ្មានប្រាក់ទេក៏ប្រញាប់នាំគ្នាទៅឲ្យឆ្ងាយទៅលិនវ៉នរូអាមនុស្សហមលគុណឯងហ៊ានបណ្ដោយឲ្យអ្នកក្រៅមកវាម្ដាយបង្កើតរបស់ឯងផងតើឯងនៅជាមនុស្សទៀតទេអូប្រញាប់ឲ្យវាលុតជង្គង់សំពះសុំទោសភ្លាមបើមិនអញ្ចឹងទេខ្ញុំនឹងទៅប្តឹងវានៅសាលាស្រុកម៉ែនិយាយត្រូវហើយបើថ្ងៃនេះឯងរកប្រាក់មកមិនបានទេនឹងប្តឹងវាពីបទចូលផ្ទះគេដោយគ្មានការអនុញ្ញាត50ដំបងហើយបញ្ជូនទៅគុកបើសិនជាថ្ងៃនេះមិនយកប្រាក់មកទេគុំសង្ឃឹមថាអាចនាំពួកគេទៅបានឲ្យសោះលិនវ៉នរូខ្ញុំសូមណែនាំឯងគុំខំប្រឹងអីប្រសើរជាងបើគ្មានប្រាក់មែនទេអាចទៅលក់ខ្លួននៅផ្ទះបានតើម្ដង 10,000 ឬ 20,000 មិនយូរមិនឆាប់ទេអូយឯងហ៊ានលួចកូនស្រីមនុស្សកាចូលផ្ទះបានផងមួយកំភ្លៀងនេះចាត់ទុកថាស្រាលហើយនេះជាលិខិតផ្ដាច់ទំនាក់ទំនងស៊ីញ៉េឲ្យខ្ញុំមិនស៊ីញ៉េទេមិនស៊ីញ៉េមែនទេស៊ីញ៉េឬមិនស៊ីញ៉េកុំវីអីសូមអង្គវម៉ែ